លោកអ្នកកំពុងតាមដានស្ដាប់សំនៀងក្មេងវត្តជាបន្តទៅនេះសូមជូនរឿងកោះទាំងរស់សំឡេងកណ្ដឹងកង់ចាស់រើងបន្លឺឡើងកាត់តាមភ្លឺលំដីក្រហមចំហៀងរបស់សាលារៀននៅក្នុងល្ងាចម៉ោង 7:30 នាទីឆ្ពោះទៅកាន់ស្រះទឹកធំនៅខាងក្រោយអ្នកកំពុងជិះគឺជាពិសីក្មេងស្រីជំទង់វ័យ17ឆ្នាំក្នុងដៃកាន់សំបុត្រមួយច្បាប់ដែលមានខ្លឹមសារជាការណាត់ជួបគ្នានៅឯមាត់ទឹកក្នុងចិត្តក៏រំពឹងថានឹងបានជួបសាវិនដែលជាម្ចាស់សំណេរដែលស្ថានភាពរបស់ពួកគេគឺកំពុងតែចាប់ផ្ដើមមានទំនាក់ទំនងស្នេហាមួយនៅក្នុងក្បាលប្រលប់យប់នេះតាមផ្លូវជិះមកក៏ស្ងាត់ខុសពីធម្មតាពន្លឺចង្គៀងព្យួរនៅដៃកង់ជះតម្រង់បំភ្លឺរឹមទៅសងខាងផ្លូវឃើញសុទ្ធតែដុបបន្លាកំពុតព្រៃឡើងស្ដុកសល់តែមួយប្រឡោះសម្រាប់ធ្វើដំណើរខណៈពេលមកដល់មាត់ស្រះសំឡេងកង់របស់នាងក៏បានឈប់ងោះក្រឡេកមើលជុំវិញដោយក្តីរំពឹងសម្លឹងរកសាវិនម្ចាស់សម្បត្តិដែលបានសរសេរប្រាប់ទីកន្លែងម៉ោងយ៉ាងជាក់លាក់តែទន្ទឹមគ្នាបែរជាលេចមុខក្មេងស្រីវ័យស្របាលគ្នា3នាក់ទៀតចេញមកពីក្រោយដើមអំពិលក្បែរនោះទៅវិញមិនមែនជាអ្នកឆ្ងាយឯណាទេសុទ្ធតែជាមិត្តរួមថ្នាក់របស់នាងប៉ុន្តែមួយរយៈនេះពួកគេហាក់ដូចជាមិនចុះសម្រុងនឹងគ្នាឡើយដោយសារតែបុរសដែលឈ្មោះសាវិននោះមិនមែនមានទំនាក់ទំនងតែជាមួយពិសីម្នាក់ទេគេក៏បានតាក់ទងអ្នកផ្សេងទៀតផងដែរហើយសម្បត្តិដែលពិសីទទួលបានពីក្បែររបងផ្ទះក៏ទំនងជាសម្បត្តិណាត់ជួបคล้ายៗដែលសរសេរឡើងដោយក្រុមរបស់នីតាដែលកំពុងឈរចាប់ដៃកង់របស់ពិសីនោះហើយពួកនាងទាំង3នាក់បានបោះសម្ដីចំអកទៅពិសីថាអញមករកអ្នកណាគ្មានអ្នកណានៅទីនេះទេពិសីក៏ដឹងខ្លួនភ្លាមថាចាញ់បោកគេក៏បំរុងបកកង់ត្រឡប់ទៅវិញព្រោះមិនចង់មានរឿងអ្វីច្រើនជាមួយពួកនាងទាំង3នាក់នេះទៀតទេប៉ុន្តែពួកគេដែលបោកនាងឲ្យមកដល់ទីនេះក៏ទំនងជាមានបំណងអ្វីមិនល្អហើយគឺគិតមិនខុសមែនពួកនាងបានព្រួតគ្នាវាយធ្វើបាបពិសីយ៉ាងចាស់ដៃដោយ3តទល់នឹង1គឺគ្មានឱកាសបានតដៃឡើយបានត្រឹមតែស្រវេស្រវាយកដៃបាំងមុខក្រោយមកអ្នកទាំង3ក៏បានរុញនាងទម្លាក់ទៅក្នុងទឹករួមទាំងកង់របស់នាងផងដែររួចក៏បានឈោស្រែកគំរាមពីខាងលើមាត់ច្រាំងថាកុំឲ្យនាងប្រាប់អ្នកណាបើសិនជានាងហ៊ានប្រាប់គេច្បាស់ជាត្រូវម្ដងទៀតហើយមើលទៅពិសីកំពុងតែលើកដៃខ្វាយដូចជាមនុស្សកំពុងតែលង់ទឹកត្រូវការជំនួយក្រុមរបស់នីតានៅខាងលើបែរជាឈរមើលយ៉ាងពេញចិត្តមួយស្របក់ក្រោយមើលទៅដូចជាមិនស្រួលគ្នារបស់នាងម្នាក់ក៏មកកែស្មាហើយប្រាប់ថាប៉ុណ្ណឹងបានហើយឲ្យជួយស្រង់ពិសីឡើងមកវិញតែនីតានៅតែឈរអោបដៃមើលហាក់ដូចជាមិនខ្វល់ព្រោះនាងចង់ឲ្យពិសីរៀងចាស់កុំឲ្យទៅរវីរវល់ជាមួយមនុស្សប្រុសដែលឈ្មោះសាវិននោះទៀតខណៈពេលដំណើរគ្នានោះពិសីក៏ហាក់ដូចជាកាន់តែអស់ដៃអស់ជើងរួចក៏លេចទៅបាត់ទាំងខ្លួននៅសល់តែពពុះព្រួលមកខាងលើដល់ពេលនោះទើបគ្រប់គ្នាចាប់ផ្ដើមភ័យស្លេកមាត់ស្លេកករួចហើយក៏ប្រញាប់ចុះទៅក្នុងទឹកស្រង់យកនាងឡើងមកវិញតែជាអកុសលនាងបានផុតដង្ហើមបាត់ទៅហើយពួកនាងទាំង3នាក់ព្យាយាមសង្គ្រោះពិសីតាមវិធីដែលអាចធ្វើបានដូចជាចុចសង្កត់ទ្រូងនិងធ្វើចលនាសង្គ្រោះបឋមដែលនាងធ្លាប់ឃើញគេធ្វើប៉ុន្តែគ្មានបានផលអ្វីឡើយពិសីនៅតែដេកស្ងៀមគ្មានដង្ហើមពេលនោះហើយទើបពួកនាងដឹងច្បាស់ថាពិសីបានស្លាប់បាត់ទៅហើយ
ភាពភ័យខ្លាចបានចូលមកជំនួសការសប្បាយរីករាយពីមុននេះទឹកមុខរបស់នីតានិងមិត្តភ័ក្តិរបស់នាងពីរនាក់ទៀតប្រែជាស្លេកងាកញ័រដៃញ័រជើងព្រោះពួកនាងមិនបានតាំងចិត្តសម្លាប់ពិសីឡើយគ្រាន់តែចង់ប្រដៅនាងបន្តិចបន្តួចប៉ុណ្ណោះធ្វើមិនទៅនីតាយើងធ្វើឲ្យពិសីវាស្លាប់ហើយមិត្តភ័ក្តិរបស់នាងម្នាក់ស្រែកឡើងតិចតិចទាំងភ័យស្លន់ស្លោនីតានៅស្ងៀមមួយសន្ទុះភ្នែកនាងសម្លឹងទៅកាន់សពពិសីដែលដេកនៅមាត់ស្រះគំនិតអាក្រក់មួយបានផុសនៅក្នុងចិត្តនាងគ្មានអ្នកណាដឹងរឿងនេះទេយើងត្រូវទៅលាក់រឿងនេះនីតាខ្សឹបតិចតិចដោយភាពផិតភ័យដូចគ្នានាងមានបំណងចង់លាក់បាំងកំហុសដ៏ធ្ងន់ធ្ងរនេះពួកនាងក៏បាននាំគ្នាអូសយកសពពិសីទៅកាន់ព្រៃម្ខាងទៀតនៃមាត់ស្រះក្រោមពន្លឺព្រះច័ន្ទរឹមរឹមព្រាលព្រាលពួកនាងបានប្រើដៃទទេនិងមែកឈើកាយដីរះរះរួចយកស្លឹកឈើមកកប់សពពិសីចោលនៅទីនោះយ៉ាងប្រញាប់ប្រញាល់អ្វីបានធ្វើឡើងក្រោមការផិតភ័យខ្លាចក្រែងមានអ្នកណាមកឃើញបន្ទាប់ពីកប់រួចហើយពួកនាងក៏នាំគ្នារត់ចេញពីទីកន្លែងនោះទាំងម្នាក់សាមឡើងស្រកោប៉ុន្តែខណៈពេលដែលពួកគេចេញទៅបាត់ស្រមោលអស់ចុងម្រាមដៃរបស់ពិសីដែលផុសសាសែមកលើដីបានកម្រើកឡើងតិចតិចមុននឹងស្បែករាត្រីនៃយប់នោះគ្រប់ដណ្ដប់បរិវេណព្រៃអ្វីក៏យល់តែភាពងងឹតឈឹងច្រើនថ្ងៃបន្ទាប់ពីហេតុការណ៍នោះសំឡេងម៉ូតូរបស់លោកមេភូមិបានបន្លឺឡើងតាមដងផ្លូវគោះបំពង់ឫស្សីប្រកាសប្រាប់អំពីដំណឹងដ៏គួរឲ្យបារម្ភនេះបងប្អូនអើយក្នុងភូមិយើងមានមនុស្សបាត់ខ្លួនហើយគឺក្មេងឈ្មោះពិសីអាយុ17ឆ្នាំបើបានឃើញភិនភាគដោយខាងក្រោមសូមរាយការណ៍ឲ្យខ្ញុំផងសំឡេងគាត់បន្លឺឡើងពីផ្ទះមួយទៅផ្ទះមួយតាមបណ្ដោយផ្លូវដំណឹងបាត់ខ្លួនរបស់ពិសីបានល្បីសុសសាយពេញភូមិតែគ្មាននរណាប្រទះឃើញនាងសូម្បីម្នាក់ទាំងនៅសាលាវិទ្យាល័យដែលនាងធ្លាប់រៀនរឿងនេះកំពុងតែក្លាយជាប្រធានបទដ៏ក្តារកគុកដែលអ្នកគ្រប់គ្នាទាំងសិស្សទាំងគ្រូលើកមកជជែកខ្លះថានាងរត់ទៅតាមមនុស្សប្រុសខ្លះថាមកពីម្ដាយនាងឧស្សាហ៍ស្ដីបន្ទោសឪពុកកប្រមឹកស្រាទំនងជានាងលួចរត់ទៅធ្វើការនៅឯទីក្រុងចំណែកឯនីតានិងមិត្តភ័ក្តិពីរនាក់ទៀតវិញពួកនាងបានសំងំស្ងៀមព្យាយាមដាក់កិច្ចវេះរាល់ពេលដែលឮគេនិយាយពីរឿងពិសីទឹកមុខរបស់ពួកនាងតែងតែបង្ហាញពីភាពភ័យខ្លាចនិងព្រួយបារម្ភជារឿយពួកនាងតែងតែលួចសម្លឹងមើលទៅព្រៃម្ខាងស្រះខាងក្រោយសាលានៅតែខ្លាចថាអាចមាននរណាឃើញសកម្មភាពរបស់ពួកនាងនៅជុំនោះប្រមាណមួយសប្តាហ៍ក្រោយមកក្លិនរលួយនៃសាកសពចាប់ផ្ដើមស្អុយផុសភាចេញពីខាងក្រោយសាលារៀនតែគ្រប់គ្នាបែរជាគិតថាជាក្លិនគំនោសម្រាមនៅក្បែរបង្គន់ទៅវិញប៉ុន្តែក្លិនស្អុយនៃសាកសពមនុស្សវារលួយមិនដូចជាសត្វតូចមួយថ្ងៃពីរថ្ងៃក៏រសាយបាត់នោះទេវាបែរជាកាន់តែធ្ងន់ឡើងបក់មកពីខាងជើងរហូតដល់សិស្សានុសិស្សដែលអង្គុយរៀននៅក្នុងសាលាសឹងតែរៀនមិនកើតការសង្ស័យមួយបានជ្រៀតចូលមកក្នុងគំនិតរបស់ពួកគេគ្រប់គ្នាព្រោះតែវាលេងដោយក្លិនសម្រាមឬក៏សត្វតូចវាងាប់ទៀតហើយបន្តមកដល់ថ្ងៃមួយទៀតនៅចំការពួកបឹបពេលរសៀលមេឃស្រទុំភ្លៀងធ្លាក់ស្រេចអស់ជាង2ម៉ោងទៅហើយក្រោយពីរៀងថយដំណោះពួកបឹបគាត់ក៏លីចប់ដើរត្រឡប់ទៅផ្ទះហើយផ្ទះរបស់គាត់ក៏ត្រូវដើរកាត់តាមជំហានផ្លូវរបងសាលានោះហើយចំពោះទីតាំងវិទ្យាល័យនឹងគឺស្ថិតនៅចំកណ្ដាលវាលស្រែហើយខ្លោងទ្វារធំរបស់គេនៅជាប់ផ្លូវលំក្នុងភូមិឯណោះសិស្សគ្រប់គ្នាត្រូវជិះកង់ជិះម៉ូតូចូលមកប្រហែលជា800ម៉ែត្រទៀតទើបដល់របងសាលាហើយផ្លូវមួយទៀតជាប់របងខាងឆ្វេងដៃនោះគឺជាផ្លូវដែលពួកបឹបកំពុងដើរនោះហើយគឺវាភ្ជាប់ទៅកាន់ភូមិដូចគ្នាតែជាផ្លូវសម្រាប់ថ្មើរជើងកង់ម៉ូតូពិបាកធ្វើដំណើរណាស់បកមកមើលពួកបឹបវិញគាត់ដើរមកពីចំការនៅឯក្រោយ
ខណៈដើរកាត់តាមមាត់ព្រៃក្បែរស្រះធំនោះក៏ស្រាប់តែប្រទះឃើញសត្វឆ្កែមួយហ្វូងកំពុងតែរោមហិតកោះកកាយដីក្បែរកំពត់ព្រៃនឹងហើយក្លិនស្អុយក៏ចាប់ផ្ដើមសាយភាយជុំវិញនោះធ្វើឲ្យគាត់រៀងចម្លែកចិត្តគាត់បំរុងដើររុកចូលទៅមើលតែក៏ជួនជាអារម្មណ៍ថាវាជិះកង់មកហៅគាត់ឲ្យដឹកម៉ែវាទៅពេទ្យបន្តិចពូបឹបក៏ប្រញាប់ប្រញាល់ទៅមិនបានចូលទៅមើលវងឆ្កែនៅឯមាត់ព្រៃទាំងអស់នោះទេរំលងទៅប៉ុន្មានម៉ោងក្រោយមេឃក៏ចាប់ផ្ដើមងងឹតស្រឹបជាធម្មតាស្នូជជែកស្ដីវាយរបស់អ្នកភូមិកំពុងផ្ដុំគ្នាលេងបៀនៅក្រោមផ្ទះយេណាដំឡើងសំឡេងស៊ីសងគ្នាឡើងត្រហឹងកំពុងតែសប្បាយសុខស្រាប់តែក្លិនស្អុយភាយមកតាមខ្យល់បក់កាត់ច្រមុះមនុស្សគ្រប់គ្នាអ្នកលេងបៀម្នាក់លើកដៃខ្ទប់ច្រមុះរួចងាកសម្លឹងមើលជុំវិញក្បែរបរិវេណផ្ទះហើយចុះអីម្លេះហ្នឹងដូចជាក្លិនសត្វងាប់ចឹងពូសឿននិយាយទាំងភ្នែកវីទៅមករកមើលរីឯអ្នកផ្សេងទៀតក៏ដូចគ្នាមិនយូរប៉ុន្មានក៏បានឃើញឆ្កែខ្មៅមួយក្បាលរត់កាត់មុខផ្ទះយីណាមាត់របស់វាពំអ្វីមិនដឹងទេងងឹតពេកមើលមិនសូវច្បាស់ឃើញតែមូលទំនងដូចជាថងខ្មៅច្រកសម្រាប់ណែឆ្កែនោះវាពំអីហ្នឹងខ្មៅហ្នឹងពូសឿននិយាយរួចយីណាក៏ឲ្យគាត់ងើបទៅមើលមួយភ្លេសចាំមកវិញលេងបន្តទៀតពូសឿនហូតគល់ឫស្សីក្រោមចិនដើរតម្រង់ទៅក្រវិញឆ្កែឲ្យវាទៅឆ្ងាយតែឆ្កែនោះវាភ័យក៏ទម្លាក់ថងដែលវាពំរួចរត់ត្រង់កន្ទុយបាត់ស្រមោលឈឹងពូសឿនដើរចូលទៅជិតដើម្បីមើលថាវាជាអ្វីបំណងគៀសក្រវិសចេញទៅមកខាងផ្លូវតែពេលទៅដល់គៀសវាមិនមែនជាថងឯណាគឺជាក្បាលមនុស្សហើមឡើងរលួយវល់មើលមុខមិនស្គាល់ទេគាត់ភ័យស្រែកថាខ្មោចលងលន់ដន់អ្នកនៅខាងក្នុងស្ទុះចេញមកគ្រប់គ្នាវាមិនមែនជាខ្មោចលងទេគឺជាក្បាលនៃសាកសពមនុស្សពិតតែម្ដងដំណឹងមួយនេះបានដឹងឮដល់លោកមេភូមិភ្លាមហើយក៏ភ្ជាប់ផ្អើលដឹងឮពេញតែភូមិយ៉ាងឆាប់រហ័សពួកបឹបដែលទៅមកពីមន្ទីរពេទ្យក៏បានជប់មើលនឹងគេដែរគាត់ក៏នឹកឃើញដល់វងឆ្កែដែលគាត់បានឃើញក៏កាយដីព្រៃកាលពីរសៀលមិញភាពមិនស្រណុកក្នុងចិត្តបានរុញច្រានគាត់ឲ្យប្រាប់ទៅលោកមេភូមិអំពីអ្វីដែលគាត់បានឃើញក្បាលនៃសាកសពនេះអាចតាក់ទងនឹងអ្វីដែលគាត់បានឃើញក៏ថាបានលោកអ៊ំមេភូមិនិងអ្នកស្រុកមួយចំនួនក៏បានដើរតាមពួកបឹបតាមផ្លូវថ្មើរជើងចាក់ពីភូមិទៅក្រោយសាលារៀនវាគឺជាទួលព្រៃជិតមាត់ស្រះធំនោះហើយពេលទៅដល់ពួកគាត់ក៏បានឃើញដីវាមានសភាពខុសប្រក្រតីពោពេញទៅដោយស្នាមកោះកកាយរបស់សត្វឆ្កែរីឯក្លិនវិញគឺដិតឆ្អិតជាប់ច្រមុះកាលចូលទៅដល់បរិវេណនោះពួកគាត់ក៏បានជួយគ្នាដើរពិនិត្យជីកកកាយមិនយូរប៉ុន្មានក៏បានប្រទះបំណាច់សាកសពមួយចំនួនទៀតវានៅរប៉ាត់រប៉ាយលើដីមិនឆ្ងាយពីកន្លែងនោះទេមានតាំងពីដៃជើងនិងផ្នែកខ្លះនៃដងខ្លួនបានរលួយខូចស្ទើរទាំងស្រុងភាពតក់ស្លុតបានគ្រប់ដណ្ដប់អ្នកគ្រប់គ្នាមួយទំហឹងពួកគេបានប្រទះឃើញសម្លៀកបំពាក់មួយចំនួនដែលនៅថ្មីជាប់ជាមួយសាច់ដែលរលួយតាមសភាពសោះគឺគ្មានអ្វីគួរឲ្យចំណាំបាននោះទេតែយោងតាមដំណឹងបាត់ខ្លួនជាពិសេសគឺសម្លៀកបំពាក់តែម្ដងក្រោយពីម្ដាយពិសីចូលមកពិនិត្យគឺពិតជាពិសីក្មេងស្រីវ័យ17ឆ្នាំកូនរបស់គាត់ពិតមែនម្ដាយរបស់ពិសីគាត់បានយំស្រែកយ៉ាងខ្លាំងពេលឃើញកំណាត់ដៃកំណាត់ជើងរបស់កូនរប៉ាត់រប៉ាយដូចនេះគាត់សម្គាល់បានយ៉ាងជាក់គឺសម្លៀកបំពាក់នេះហើយព្រោះគាត់ជាអ្នកទិញឲ្យពិធីបុណ្យសពរបស់ពិសីប្រព្រឹត្តទៅក្រោមបរិយាកាសដ៏សែនក្រៀមក្រំក្រុមគ្រួសារញាតិមិត្តនិងអ្នកភូមិបានមកចូលរួមរាប់សិបនាក់ម្នាក់សុទ្ធតែស្រណោះអាណិតត្បិតតែក្មេងស្រីនេះនាងជាមនុស្សស្ងាត់ចូលចិត្តនៅម្នាក់ឯងទៅណាមកណាម្នាក់ឯងនិយាយស្ដីតិចនិងមិនដែលចេះរករឿងអ្នកណាម្ដងទេក្នុងចំណោមអ្នកដែលមកចូលរួមនោះក៏មាននីតានិងមិត្តភ័ក្តិទាំងពីររបស់នាងផងដែរគឺលីណានិងស្រីមុំពួកនាងបានមកបង្ហាញទឹកមុខក្រៀមក្រំ
ដូចជាទៅតែបាត់បង់មនុស្សជាទីស្រឡាញ់ចឹងនីតាបានដើរទៅជិតម្ដាយពិសីធ្វើពុតជាទួញសោកយ៉ាងខ្លាំងអោបម្ដាយពិសីទាំងទឹកភ្នែកហូររហាមលីណានិងស្រីមុំក៏បានចូលរួមដែរទង្វើរបស់ពួកនាងបានធ្វើឲ្យអ្នកភូមិខ្លះគិតថាពួកនាងពិតជាមិត្តដ៏ល្អរបស់ពិសីមែនប៉ុន្តែសម្រាប់ក្មេងៗនៅវិទ្យាល័យមួយចំនួនវិញជាពិសេសអ្នកដែលបានដឹងពីភាពរកាំរកូសរវាងពិសីនិងក្រុមនេតាកាលពីមុនពួកគេបានចាប់ផ្ដើមមានការសង្ស័យនិងចម្លែកចិត្តខ្លះៗដែរមនុស្សមិនដែលឃើញត្រូវគ្នាផងមិនបានជាយំសោកអីជាងគេជាងឯងម្លេះនេះគ្រាន់តែជាការគិតរបស់ពួកគេប៉ុណ្ណោះគ្មាននរណានិយាយអ្វីទេដោយឡែកឯលោកអ៊ំមេភូមិក៏បានជួយដាក់ពាក្យបណ្ដឹងទៅខាងសមត្ថកិច្ចឲ្យជួយស្រាវជ្រាវបន្តថ្មិចបាក់រំលងមកដល់ថ្ងៃសុក្រនិយាយពីនីតាគឺនាងត្រូវរៀនគួរពីមុខវិជ្ជាចំពោះគ្នារបស់នាងមិនបាននៅរៀនជាមួយទេទៅផ្ទះតាំងពីម៉ោង5លុះរៀនចប់រួចរាល់ក៏ឈានដល់ម៉ោងជាង7ល្ងាចទៅហើយសិស្សផ្សេងទៀតរួមទាំងគ្រូបង្រៀនផងដែរកំពុងតែជិះកង់ជិះម៉ូតូទៅប្រយដោយឡែកឯនីតាកំពុងបណ្ដាកង់ត្រុកតាមពីក្រោយគេព្រោះកង់របស់នាងធូរខ្យល់អស់ទៅហើយមេឃក៏ចាប់ផ្ដើមស្រអាប់ងងឹតសន្សឹមតាមផ្លូវនៅស្រុកជនបទគ្មានភ្លើងអីបំភ្លឺទេមានតែដើមក្រសាំងដើមអំពិលធំជ្រុះផ្លែឡើងរាយសងខាងផ្លូវស្ដុកណាស់សុទ្ធតែព្រៃមិនយូរប៉ុន្មានសំឡេងជជែកគ្នាតាមផ្លូវក៏ស្ងាត់បាត់អស់ព្រោះសិស្សឯទៀតគឺជិះទៅកាន់តែឆ្ងាយរហូតផុតពីកន្ទុយភ្នែករបស់នីតារំពេចនោះដែរនាងក៏បានក្រឡេកឃើញកង់មួយគ្រឿងកំពុងតែជិះយឺតនៅខាងមុខហាក់ដូចជាកំពុងតែរងចាំនាងដោយវារៀងឃ្លាតពីគ្នាផងហើយងងឹតផងចំណាំមិនបានថាជានរណាទេគិតថាជាអ្នកភូមិអ្នករៀនជាមួយគ្នាមុននេះប៉ុន្តែលុះមកដល់ផ្លូវកែងដែលត្រូវបត់ស្ដាំដើម្បីឡើងទៅផ្លូវលំក្នុងភូមិកង់ដែលនៅខាងមុខនោះបែរជាបត់ទៅឆ្វេងទៅវិញផ្ទុយពីផ្លូវដែលគេត្រូវទៅនីតាឆ្ងល់ណាស់ព្រោះខាងឆ្វេងនោះវាគ្មានផ្លូវទេមានតែថ្លុកទឹករីងស្ងួតមួយនិងកំពូលព្រៃស្ដុកងងឹតឈឹងតើអ្នកណាទៅជិះកង់ចូលក្នុងនោះធ្វើអីពេលនាងបណ្ដាកង់ចិត្តដល់នាងក៏ឆ្លៀតងាកទៅមើលដែរតែបែរជាមិនឃើញមានស្នាមដានអ្វីសោះនាងក៏ប្រុងវាចន្ទល់កង់ចុះទៅល្បាក់ផ្លូវអឺតមើលបន្តិចតែខណៈពេលដំណើរគ្នាពូមីងអ្នកលក់នំនៅសាលាក៏បានបររមាក់មកដល់ពីក្រោយនាងអូក្មួយនីតាតើមកធ្វើអីនៅត្រង់នឹងក្មួយមិនទៅផ្ទះនីតារៀងភ្ញាក់បន្តិចតែនាងក៏បានឆ្លើយតបប្រាប់ពីបញ្ហាកង់របស់នាងមិនអីទេក្មួយផ្លូវយើងទៅផ្ទះតែមួយទេមកម៉ែវាជួយលើកកង់ក្មួយដាក់លើរមាក់មកនីតាក៏បានជិះរមាក់ទៅជាមួយពួកគាត់តែនាងមិនបាននិយាយប្រាប់ពួកគាត់ទេគ្រាន់តែអង្គុយឆ្ងល់គិតតែម្នាក់ឯងរហូតដល់ផ្ទះមិនយូរប៉ុន្មានម៉ូតូរមាក់អីវ៉ាន់សំពេញសំពងក៏បានមកដល់មុខផ្ទះនីតាដល់ផ្ទះហើយក្មួយចុះតែខ្លួនទៅចាំពូជួយលើកកង់ឲ្យនីតាញញឹមអរគុណរួចពូមីងក៏បកម៉ូតូចេញទៅបន្តទៀតនាងយកកង់ទៅទុកនៅក្រោមផ្ទះយ៉ាងស្ងៀមស្ងាត់ហើយដើរទៅលាងជើងនៅអណ្ដូងខាងក្រៅផ្ទះមុននឹងឡើងទៅរកម្ដាយដែលកំពុងរៀបចំបាយទឹកនៅខាងលើខណៈដែលនាងកំពុងលាងជើងយ៉ាងប្រញាប់រំពេចនោះក៏មានឮសំឡេងច្រវាក់កង់ហាក់ដូចជាមនុស្សកំពុងជិះកង់កាត់ដុបចេកខាងក្រោយផ្ទះនាងនីតានៅស្ងៀមដៃកាន់ផ្តិលទឹកហើយងាកទៅរកមើលត្រង់នោះវាគ្មានផ្លូវទេហើយថែមទាំងស្ថិតនៅក្នុងរបងផ្ទះខ្លួនឯងទៀតខាងក្រោយរបងគឺជាកំពូលព្រៃផុតបន្តិចទៅគឺដល់មាត់ស្ទឹងហើយមិនសមថាមានកង់មកជិះតាមនឹងកាត់សោះនីតាគិតហើយក៏ប្រញាប់ចាក់ទឹកឈូយ៉ាងញាប់ដៃញាប់ជើងរួចដើរឡើងទៅលើផ្ទះពេលឡើងមកដល់ខាងលើឃើញម្ដាយរបស់នាងកំពុងតែរៀបចំបាយទឹកនីតាបានប្រាប់ម្ដាយថាកង់របស់នាងបានបែកហើយ
ហើយអ៊ំស្រីក៏បានប្រាប់មកវិញថាមិនអីទេកូនស្អែកចាំឲ្យពុកឯងយកទៅប៉ះឲ្យជិះទៅរៀនជាមួយពួកម៉ាក់មួយថ្ងៃសិនទៅពួកគាត់ហូបបាយជុំគ្នាមាននីតាពុកម៉ែនិងប្អូនស្រីរបស់នាងម្នាក់ទៀតនីតាដាក់ខ្លួនអង្គុយបត់ជើងលើកន្ទេលនាងព្យាយាមជប់គិតពីរឿងចម្លែកដែលបានកើតឡើងតែអារម្មណ៍ប្លែកក្នុងចិត្តវាចេះតែជ្រៀតចូលមកដោយខ្លួនឯងនាងអង្គុយភ្លឹកភាំងដំណាលម្ដាយរបស់នាងដើរមកពីខាងក្រោយហុចបាយមកមួយចាននេះកូនឆាប់ហូបបាយទៅខណៈដែលនាងងាកទៅឈោងយកនោះហើយស្រាប់តែឃើញដៃដែលហុចមកនោះមិនមែនជាដៃរបស់ម្ដាយនាងទេដៃអ្នកណាក៏មិនដឹងហាមឡើងអន្ថលក្រម៉ៅសើមក៏ខ្លះនាងភ័យភ្ញាក់ព្រឺហើយថយមកក្រោយដោយខ្លួនឯងស្ទើរតែធ្លាក់ចានបាយពីដៃម៉ែពុករបស់នាងរួមទាំងប្អូនស្រីក៏សម្លឹងទៅមើលមុខនាងដោយងឹងឆ្ងល់នីតាហើយកាត់អីនឹងកូននីតាព្យាយាមទប់អារម្មណ៍ភ័យខ្លាចរបស់នាងអត់អីទេម៉ែខ្ញុំគ្រាន់តែរៀងវិលមុខស្រវាំងភ្នែកបន្តិចយប់នោះនាងដេកមិនស្កប់ទេបិទភ្នែកទៅនៅតែគិតវាហាក់ដូចជាមានអ្វីម្យ៉ាងកំពុងតែតាមនាងមកព្រឹកបន្ទាប់ពន្លឺព្រះអាទិត្យចាប់ផ្ដើមរះឡើងសន្សឹមបណ្ដេញភាពងងឹតនៃរាត្រីចេញបន្តិចម្ដងផ្លូវខាងក្នុងភូមិចាប់ផ្ដើមមានសភាពអ៊ូអរឡើងវិញក្មេងៗនាំគ្នារត់លេងជាធម្មតាក្បែរផ្ទះចាប់ផ្ដើមមានអ្នកភូមិដើរចេញចូលខ្លះបោះសមាធិធ្លាខ្លះចេញទៅបំពេញការងាររៀងខ្លួននីតាបានក្រោកពីដំណេកទាំងមុខស្អុយដោយសារតែយំមិញនាងដេកមិនលក់ទេក៏ប៉ុន្តែនៅតែធ្វើចិត្តក្លាហានងើបទៅងូតទឹករៀបចំខ្លួនទៅសាលារៀនពេលដើរចេញពីផ្ទះនាងក៏បានឃើញលីណានិងស្រីមុំឈប់កង់រងចាំនាងនៅមាត់របងដូចរាល់ដងនាងក៏សុំដោយសារមិត្តភ័ក្តិជិះកង់ទៅសាលាជាមួយគ្នាដោយហេតុថាកង់របស់នាងបានបែកបាត់ទៅហើយសាលារៀននៅទីជនបទក្នុងអំឡុងឆ្នាំនោះគឺមិនសូវជាខុសប្លែកអីខ្លាំងពីបច្ចុប្បន្នទេអគារសិក្សាភាគច្រើនសង់ពីឈើប្រក់ក្បឿងសង្កសីចាស់សិស្សម្នាក់ក៏ខំប្រឹងប្រែងនិងចូលចិត្តការរៀនសូត្រជាខ្លាំងព្រោះពុំសូវមានរបស់ទំនើបអ្វីមកពង្រួមស្មារតីបកចូលមករឿងជើងវិញក្នុងថ្ងៃដដែលនោះក្រោយពីមានសាកសពសិស្សស្រីស្លាប់កប់នៅព្រៃខាងក្រោយសាលាខាងប៉ូលីសក៏មិនទាន់បានរកឃើញដំរីអ្វីថ្មីឡើយហើយចំពោះសិស្សានុសិស្សវិញនាំគ្នាភ័យខ្លាចឮថាអ្នកខ្លះធ្លាប់ត្រូវបានខ្មោចលងផងហើយនឹងបានអះអាងថាឃើញដល់ផ្ទាល់ភ្នែកយោងតាមសម្ដីពីសិស្សប្រុសម្នាក់ដែលកំពុងរៀបរាប់ប្រាប់មិត្តភ័ក្តិរបស់វានៅទីធ្លាក្នុងរបងសាលាខាងក្រោយវាជាដីស្រឡះគេតែងតែលេងទាត់បាល់ទាត់សីនៅទីនោះជាប្រចាំក្នុងថ្ងៃនោះអ្នកដែលកំពុងរៀបរាប់ឈ្មោះថាអាជាតិវាបាននាំគ្នាទៅលេងបាល់ពេលល្ងាចដល់តែអ្នករៀនគួរគេចេញទៅផ្ទះទៅពួកវាទៅដែរថ្ងៃនោះសិស្សនៅរៀនបំពន់មិនជាច្រើនទេប្រហែលជាមិនដល់10នាក់ផងហើយមានតែ2បន្ទប់ប៉ុណ្ណោះវាបានបន្តទៀតថាថ្ងៃហ្នឹងមេឃរៀងងងឹតហើយអ្នករៀនគួរគេក៏ដល់ម៉ោងចេញដូចគ្នាវាក៏បបួលគ្នាឈប់តតបាល់ទៅផ្ទះដែរព្រោះគេទៅអស់ហើយខ្លាចខ្មោចលោកមុនពេលដែលវាដើរទៅខាងមុខសាលាវាក៏បានប្រាប់គេថាណែចាំអញផងវើយពួកឯងអញទៅជួននោមបន្តិចសិនតែខណៈពេលដែលវាកំពុងជួសនោមនៅគៀនត្របងនឹងស្រាប់តែឃើញគ្នារបស់វាគៀកកគ្នាដើរទៅខាងក្រៅរបងលុះខាងក្រោយនៅឯក្រោយនឹងគឺវាអត់មានផ្លូវទេមិនដឹងថាគ្នារបស់វាគេនាំគ្នាលូនតាមរបងលុះនឹងទៅឬយ៉ាងណាដឹងត្រឹមថាឃើញដើរគៀកកគ្នាដើរកាត់មាត់ស្រះខាងក្រោយសាលានឹងដែលទីតាំងនោះវានៅមិនឆ្ងាយពីវាប៉ុន្មានទេប្រហែលជា40ម៉ែត្រប៉ុណ្ណោះល្មមមើលគ្នាឃើញ
លុះជួសនោមរួចហើយអាជាតិវាក៏លូនតាមរបងលួសទៅតាមគេដែរហើយក៏វាឆ្ងល់ថាមេឃងឹតភ្លឹបទៅហើយពួកអនុវាអត់នាំគ្នាទៅផ្ទះទេអីហើយទៅធ្វើអីនៅត្រង់ហ្នឹងអាជាតិចេញមកដល់ខាងក្រៅហើយក៏ដើរតាមគេទៅស្រាប់តែក្មេងៗចំទងពួកម៉ាក់របស់វាមួយក្រុមហ្នឹងដើរគៀកកគ្នាហួសស្រះទៅទៀតគឺចូលទៅក្នុងព្រៃធំខាងក្រោយនោះរួចបាត់ឈឹងតែម្ដងអាជាតិវាកាន់តែឆ្ងល់ខំប្រឹងរត់តាមទៅចិត្តដល់ទៅហើយក៏ស្រាប់តែឮពួកម៉ាក់របស់វាស្រែកហៅពីមុខសាលាឯនោះទៅវិញគេសួរវាថាមិនក៏ឯងនោមយូរម្លេះអាជាតិភ្ញាក់ខ្លួនព្រឺតប្រញាប់បកក្រោយកាលនឹងវាមិនទាន់ច្បាស់ទេលុះតែមកដល់ខាងមុខនិយាយជាមួយពួកម៉ាក់វាគេបានប្រាប់ថាអត់មានអ្នកណាដើរទៅខាងក្រោយនោះទេគេនៅចាំវាខាងមុខនេះយូរហើយចុះមនុស្សដែលវាឃើញដើរគៀកកគ្នាចូលព្រៃនោះជាអ្នកណាទៅវិញបន្ទាប់ពីវារៀបរាប់ចប់ហើយអ្នកខ្លះក៏គេជឿព្រោះធ្លាប់ឮអ្នកផ្សេងនិយាយដែរអំពីរឿងខ្មោចលងក្នុងសាលានេះតែអ្នកខ្លះទៀតគេគ្រាន់តែស្ដាប់រួចក៏ដើរចេញដោយសារតែអាជាតិវាក៏ជាមនុស្សខូចខលម្នាក់ដែរសម្ដីវាមិនគួរជាទីជឿជាក់ទេមួយរយៈក្រោយកន្លងមកទៀតនៅខាងក្រោយសាលារៀនដែលធ្លាប់តែស្ងាត់ជ្រងំពេលនេះចាប់ផ្ដើមមានពូពូអ្នកភូមិមកបង់ត្រីនៅទីនោះព្រោះទឹកបានស្រករិញខ្លះៗដោយសារតែឈានចូលដល់រដូវប្រាំងហើយរីឯអាកាសធាតុក៏រៀងក្តៅជាងមុនបន្តិចរយៈពេល1ឆ្នាំម្ដងគេតែងមកនេសាទជាប្រចាំវាជាស្រះរួមដែលលោកមេភូមិបានរៃអង្គាសលុយគ្នាកាយដីយកទៅចាក់ភ្លើងកាលពីច្រើនឆ្នាំមុនការកាយស្រះនេះក៏ជួយសម្រួលដល់ជីវភាពក្នុងភូមិបានមួយជ្រុងដែរតែរឿងដែលមិនទាន់មានអ្នកណាដឹងនោះគឺកង់របស់ពិសីដែលលេចនៅថ្ងៃនោះក៏កំពុងស្ថិតនៅក្នុងនេះដូចគ្នាសម្រាប់នីតាលីណានិងស្រីមុំពួកគេមានការផាត់ភ័យយ៉ាងខ្លាំងខ្លាចថាប្រសិនបើមាននរណាប្រទះឃើញកង់នោះមនុស្សនៅក្នុងភូមិប្រកាសជារាយការណ៍ទៅសមត្ថកិច្ចឲ្យស្វែងរកតម្រុយអ្វីផ្សេងទៀតមិនខាននាងខ្លាចថាក្រោយគេសួរនាំចុះឡើងអាចនាំតម្រុយដានមកពាក់ព័ន្ធជាមួយពួកនាងដូច្នេះហើយពួកនាងក៏សម្រេចចិត្តលុបលួចទៅកាន់ស្រះទឹកនោះនៅពេលយប់ដោយយកលេសប្រាប់ម្ដាយថាទៅដើរលេងបុណ្យនៅឯវត្តប៉ុន្តែបែរជានាំគ្នាគេចមកក្បែរស្រះនេះទៅវិញរួចក៏បានរៀបផែនការយ៉ាងល្អិតល្អន់វេលាម៉ោងប្រហែលជា9យប់ជាងសំឡេងពិធីបុណ្យនៅឯវត្តនៅតែលឺលាន់មកល្វើយពីចម្ងាយលីឡំដោយសំឡេងធុងបាសតន្ត្រីសម័យសំឡេងមនុស្សម្នាបណ្ដាគ្នាតាមផ្លូវលំទៅចូលរួមលេងកម្សាន្តមើលគេមើលឯងបងវាយមកឯខាងក្រោយសាលារៀនវិញស្រី3នាក់កំពុងតែធ្វើសកម្មភាពលបពួនមើលស្ថានភាពជុំវិញបរិវេណនេះក្រែងលោមានមនុស្សមកឃើញច្បាស់ជាកុនហើយប៉ុន្តែដោយហេតុមនុស្សភាគច្រើនរវល់ទៅលេងកម្សាន្តនៅឯវត្តអស់ហើយគ្មាននរណាគេចាប់អារម្មណ៍ដើរមកសាលារៀនកណ្ដាលវាលងងឹតឈឹងនេះទេក្រោយសង្កេតមើលថាពិតជាសុវត្ថិភាពហើយនីតាក៏បញ្ជាឲ្យស្រីមុំនិងលីណាចុះទៅរាវកង់ឡើងមកដំបូងអ្នកទាំងពីរក៏រៀងរាដែរតែនីតាបានជួយប្រាក់ឲ្យមិត្តរបស់នាងទាំងពីរចុះទៅប៉ុន្តែចុងក្រោយសម្រេចសម្រួលគឺចុះទៅទាំង3នាក់ព្រោះតែម្នាក់គឺសុទ្ធតែជាប់ពាក់ព័ន្ធទាំងអស់គ្នានឹងពួកគេបានយកកៅអៅសម្រាប់បដូរទុកនៅក្បែរគុំត្រែងស្ងួតក្បែរនោះរួចក៏ចុះទៅទាំង3នាក់មេឃងងឹតឲ្យស្លុបពិលមានក៏មិនហ៊ានជួលបំភ្លឺពឹងលើសពន្លឺព្រះច័ន្ទទាំងស្រុងទឹកមិនជាជ្រៅអីប៉ុន្មានទេណាមួយក៏ស្រកអស់ខ្លះផងជម្រៅប្រហែលលេខ1ជំទង់ដៃរបស់ពួកនាងប៉ុណ្ណោះសម្រាប់យុវតីនៅជនបទមិនជាបញ្ហាទេពួកគេបានយកខ្សែត្រៀមសម្រាប់ចងយោងមកខាងលើប្រសិនបើរកកង់ឃើញពួកនាងទាំង3នាក់បានជ្រមុជខ្លួនចូលទៅក្នុងទឹកត្រជាក់ស្រេបដៃរាវទៅមុខទឹកក្រោយរាប់តាមល្បាក់ដីភក់នៅបាតស្រះលុះអស់ដង្ហើមស្រីមុំក៏បានងើបក្បាលឡើងហឺតខ្យល់ទាំងភ័យលីណានីតាក៏បានផុសមកបន្ត
សួរនាំគ្នាថាឃើញកង់ទេខណៈពេលជាមួយគ្នានោះនៅឯមាត់ស្រះម្ខាងទៀតក៏លេចនៅរូបរាងមនុស្សប្រុសវ័យកំឡោះម្នាក់ឈរថ្មឹងពីក្នុងទីងងឹតព្រាលសម្លឹងមកពួកនាងតែ3នាក់ក៏អាចចំណាំបានភ្លាមរូបរាងនោះគឺជាសាវិនមនុស្សប្រុសដែលមានទំនាក់ទំនងស្នេហាជាមួយនីតានិងពិសីដែលបានស្លាប់នោះហើយប៉ុន្តែអាការៈរបស់គាត់ដូចជាចម្លែកខ្លាំងណាស់គាត់ឈរស្ងៀមមិនកំរើកភ្នែករបស់គាត់មើលទៅពួកនាងទាំង3ដោយគ្មានអារម្មណ៍អ្វីទាំងអស់ទឹកមុខស្លេកស្លាំងទទេស្អាតនីតាដោយភ័យផងចង់ដឹងផងក៏និយាយកាត់ទៅមុននិយាយទៅកាន់រូបរាងរបស់សាវិននោះថាសាវិនបងមកធ្វើអីហ្នឹងពួកខ្ញុំអត់បានធ្វើអីទេគ្រាន់តែមកងូតទឹកលេងទេប៉ុន្តែសាវិនមិនបានឆ្លើយតបអ្វីឡើយគាត់គ្រាន់តែឈរថ្មឹងសម្លឹងមើលពួកគេដោយមិនព្រៃភ្នែកភាពស្ងៀមស្ងាត់និងទឹកមុខទទេស្អាតនោះបានធ្វើឲ្យបេះដូងនីតានិងមិត្តភ័ក្តិរបស់នាងលោតកាន់តែញាប់ច្របូកច្របល់មួយសន្ទុះក្រោយមកសាវិនក៏ងាកខ្លួនយឺតហើយដើរចេញទៅបាត់ស្រមោលចូលទៅក្នុងព្រៃងងឹតបាត់ឈឹងបន្សល់ទុកតែចម្ងល់និងក្តីកង្វល់ភ័យខ្លាចដល់ពួកនាងក្រោយពីសាវិនបាត់ខ្លួនទៅពួកគេក៏ប្រញាប់មួយខ្លួនរាវរកកង់ម្ដងទៀតរហូតដល់តែរកឃើញយកខ្សែចងអូសឡើងមកខាងលើយ៉ាងលំបាកដោយខ្លាចមានគេឃើញពួកគេក៏នាំគ្នាយកកង់នោះទៅលាក់ទុកនៅក្នុងព្រៃខាងក្រោយសាលាដដែលតែចូលទៅរៀងជ្រៅជាងមុនពួកនាងធ្វើសកម្មភាពទាំងភ័យខ្លាចប៉ុន្តែត្រូវតែធ្វើបន្ទាប់ពីរួចរាល់ហើយក៏នាំគ្នាមកបដូរកៅអៅបណ្ដាគ្នាត្រឡប់ទៅផ្ទះរៀងខ្លួនខណៈបានមកដល់ផ្ទះម្នាក់ក៏ដេកមិនលក់ទេមានកង្វល់ក្នុងចិត្តថាសាវិនច្បាស់ជាមានការសង្ស័យអ្វីមកលើពួកនាងមិនខានអារម្មណ៍ស្មុគស្មាញនេះបានវិលវល់ក្នុងខួរក្បាលរបស់ពួកនាងរហូតដល់តែភ្លឺមិនឲ្យដេកលក់បានស្រួលឡើយប៉ុន្តែមេឃមិនទាន់ភ្លឺស្រួលបួលផងស្រាប់តែឮសំឡេងមេក្រូស្មូតបនសពខ្លោងពីលើចុងឫស្សីប្រហែលជាមាននរណាស្លាប់ទៀតហើយលុះដល់ថ្ងៃរះច្បាស់ល្មមទើបទទួលដំណឹងពីអ្នកជិតខាងមកថាក្មេងប្រុសឈ្មោះសាវិនបានស្លាប់បាត់ហើយស្លាប់នៅមន្ទីរពេទ្យតាំងពីល្ងាចម្សិលមិញដោយគ្រោះថ្នាក់ចរាចរណ៍ជិះបុកឡានពេលទៅលេងផ្ទះយាយនៅឯថ្នល់កៅស៊ូខាងក្រៅពួកនីតាលីណានិងស្រីមុំតក់ស្លុតនិយាយអ្វីលែងចេញទឹកមុខរបស់ពួកនាងប្រហែលជាស្លេកស្លាំងជាងមុនទៅទៀតដៃជើងចាប់ផ្ដើមញ័រត្រជាក់ស្រាប់ទាំងតក់ស្លុតរឿងសាវិនស្លាប់ហើយនឹងរឿងមួយទៀតបើគេបានស្លាប់តាំងពីល្ងាចម្សិលមិញចុះមនុស្សដែលពួកនាងបានឃើញឈរថ្មឹងនៅឯមាត់ស្រះកាលពីយប់នោះតើជាអ្វីទៅវិញវាច្បាស់ជាមិនមែនមនុស្សរស់ឡើយក្នុងខណៈពេលដំណើរគ្នានោះនីតាក៏ស្រាប់តែនឹកឃើញថាកាបូបលុយតូចរបស់នាងបានជ្រុះបាត់ទៅហើយតាំងពីម្សិលមិញក្នុងកាបូបនោះមានរូបថតនិងលុយបន្តិចបន្តួចវាមិនច្រើនទេប៉ុន្តែនាងភ័យព្រោះខ្លាចក្រែងមាននរណារើសបានច្បាស់ជាយកមកសួរនាំអ្វីនាងមិនខាននាងប្រកាសក្នុងចិត្តថាកាបូបនោះប្រហែលជាជ្រុះបាត់កាលពីយប់នៅពេលដែលពួកនាងនាំគ្នាវិវក់រាវរកកង់នោះហើយប្រហែលជាជ្រុះនៅពេលដែលបដូរកៅអៅនៅក្បែរគុំត្រែងឯម្ខាងស្រះមិត្តភ័ក្តិទាំងពីរនាក់របស់នាងក៏មានការព្រួយបារម្ភដូចគ្នាពួកគេសុទ្ធតែជាប់ពាក់ព័ន្ធនឹងរឿងនេះទាំងអស់ដូច្នេះហើយពួកនាងក៏បានប្រុងប្រែងគ្នាត្រឡប់ទៅកន្លែងកើតហេតុម្ដងទៀតដើម្បីស្វែងរកកាបូបលុយរបស់នីតាយប់នោះពិធីបុណ្យនៅឯវត្តនៅតែបន្តយ៉ាងអធិកអធមមានមនុស្សម្នាជាច្រើនកកដើរចេញដើរចូលនិងសំឡេងធុងបាសតន្ត្រីបន្លឺឡើងល្វើយដដែលក្រោមពន្លឺព្រះច័ន្ទរឹមដែលស្ទើរតែងងឹតឈឹងពួកនាងបានដើរចូលទៅក្នុងបរិវេណក្បែរមាត់ស្រះយ៉ាងប្រយ័ត្នប្រយែងតែ
ទាំង3នាក់បានវេកគុំត្រៃស្ងួតរកកាបូបលុយមើលនៅតាមដីតាមកន្លែងដែលពួកនាងបានដាក់កៅអៅកាលពីយប់មិញគ្រប់ជំហានគ្រប់ចលនាទាំងអស់គឺសុទ្ធតែធ្វើឡើងដោយប្រុងប្រយ័ត្នក្រែងលោមាននរណាមកឃើញសកម្មភាពដ៏អាថ៌កំបាំងរបស់ពួកគេខណៈដែលនីតាកំពុងតែឈ្ងោករកកាបូបលុយយ៉ាងមមាញឹកដោយភ្នែករបស់នាងសម្លឹងទៅតែដីស្រាប់តែងើបមុខឡើងមកវិញរកសួរទៅកាន់ស្រីមុំថារកឃើញទេតែបែរជាបាត់នាងឈឹងមិនដឹងទៅណានៅសល់តែ2នាក់សួរលីណាក៏នាងមិនដឹងព្រោះនាងរវល់តែឈ្ងោកដូចគ្នាពួកអ្នកទាំងពីរក៏ចាប់ផ្ដើមមានអារម្មណ៍ប្លែកតែខណៈពេលជាមួយគ្នាសំឡេងស្រីមុំមិត្តរបស់នាងក៏បន្លឺពីក្នុងព្រៃតាមខ្យល់មកតិចថាលីណាខ្ញុំរកកាបូបឃើញហើយចូលមកនេះមកពួកនាងក៏ធូរចិត្តមិនបានគិតអ្វីច្រើនទេរួចក៏ប្រញាប់ដើរចុះទៅតាមស្រីមុំនៅខាងក្នុងព្រៃដែលងងឹតឈឹងរកមើលអ្វីស្ទើរតែមិនឃើញទាំងពីរនាក់កំពុងតែដើរមួយវេកដុំវេកវ័ព្រៃតូចចូលទៅតាមសំឡេងស្រាប់តែខណៈនោះមានអ្វីមួយយ៉ាងមកចាប់អូសលីណាទៅយ៉ាងលឿនត្រឹមតែមួយពព្រិចភ្នែកបាត់ស្រមោលឈឹងជុំវិញខ្លួនងងឹតស្លុបបន្សល់តែសំឡេងស្រែកកងរំពងព្រៃនីតាញ័រដៃញ័រជើងទៅត្រើតស្ទុះបកក្រោយបំរុងរត់ចេញពីព្រៃដ៏ខ្មៅងងឹតនេះតែព្រៃម្ដុំនេះវាហាក់ដូចជាមានជីវិតរុក្ខជាតិតូចធំនិងកំពត់ព្រៃបានដុះច្របូកច្របល់រំពាត់ផ្លូវទាំងអស់ធ្វើឲ្យនាងវង្វេងវង្វាន់រកកន្លែងចេញមិនឃើញនាងខំប្រឹងរត់ទាំងភ័យស្លន់ស្លោរហូតចំពប់ជើងដួលរអិលធ្លាក់ចូលទៅក្នុងរណ្ដៅមួយយ៉ាងជ្រៅនៅខាងក្រោមនោះមានតែភាពត្រជាក់ស្រេះសើមនិងក្លិនស្អុយរលួយសន្ធប់ពេញច្រមុះក្រោមពន្លឺព្រាលមើលសឹងមិនឃើញខណៈដែលនាងដាក់ភ្នែកក្រឡេកមកខាងក្រោមអ្វីដែលនៅក្នុងរណ្ដៅជាមួយនាងនោះគឺជាសាកសពរលេះរលួយផុយស្អុយអាសោចរបស់ពិសីនោះហើយនីតាព្យាយាមងើបមុខមើលទៅខាងលើធ្វើយ៉ាងណាស្រវេស្រវាចេញទៅឲ្យបានប៉ុន្តែនៅលើមាត់រណ្ដៅនោះនាងបែរជាមើលឃើញរូបរាងមនុស្សស្រីម្នាក់ទៀតឈរនៅពីលើនោះខ្លួនប្រាណហើមឡើងត្រដឹងធំកម្ពស់ជាង2ម៉ែត្ររលួយវល់មើលមុខមិនស្គាល់ឈរសម្លឹងនាងពីខាងលើវាកំពុងតែកកាយដីទម្លាក់កប់មកលើនីតាបន្តិចម្ដងរហូតដល់ទៅចិត្តបាំងបិទខ្លួនរបស់នីតាទាំងស្រុងនាងព្យាយាមស្រែករកគេជួយដែរតែច្បាស់ពិតថាគ្មាននរណាបានឮឡើយគំនោដីចុងក្រោយបានធ្លាក់គ្របមកលើមុខមុននឹងស្មារតីរបស់នាងប្រែជាងងឹតឈឹងហើយនាងក៏លែងដឹងខ្លួនដែរលុះព្រឹកបន្ទាប់សំឡេងមីក្រូក៏បានប្រកោប្រកាសដំណឹងបាត់ខ្លួនរបស់អ្នកទាំង3ជួនគ្នាជាមួយពូឆៃអ្នកធ្វើចំការក៏បានប្រាប់លោកអ៊ំមេភូមិដែរថាកាលពីយប់ថ្ងៃបុណ្យដំបូងគាត់ឃើញក្មេងស្រីវ័យជំទង់3នាក់លឹបលោនៅព្រៃក្បែរស្រះក្រោយសាលារៀននៅពេលយប់តម្រុយទាំងអស់ត្រូវបានរាយការណ៍បន្តទៅសមត្ថកិច្ចឲ្យចុះមកស្រាវជ្រាវអង្កេតទីតាំងស្ថានជាថ្មីដំណឹងបាត់ខ្លួនរបស់នីតាលីណានិងស្រីមុំបានធ្វើឲ្យអ្នកភូមិទាំងមូលភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះមួយរយៈនេះមនុស្សស្លាប់ជាប់គ្នាពេកហើយសុទ្ធតែមនុស្សវ័យស្របាលគ្នាទីតាំងដែលពួកគេចាប់អារម្មណ៍ជាងគេនោះគឺព្រៃនោះហើយដោយសារតែសពរបស់ពិសីពីមុនក៏បានរកឃើញនៅទីនោះដែរក្រោយការត្រួតពិនិត្យអស់រយៈពេលជាង10ម៉ោងលទ្ធផលដែលទទួលបានគឺពិតជាធ្វើឲ្យគ្រប់គ្នាតក់ស្លុតជាខ្លាំងគេប្រទះឃើញកង់មួយគ្រឿងរបស់ពិសីហើយនឹងសាកសពរបស់អ្នកទាំង3ត្រូវបានកប់ក្នុងរណ្ដៅជិតគ្នាគឺដាច់ខ្យល់ស្លាប់បាត់អស់ទៅហើយរឿងក្តីមួយនេះសម្រាប់អ្នកភូមិនិងក្រុមសមត្ថកិច្ចវាកាន់តែមានភាពស្មុគស្មាញចាក់ស្រេះគ្នាបន្ថែមទៀតចំពោះការស៊ើបអង្កេតកាន់តែមានភាពពិបាកលើការកំណត់រឿងហេតុដែលបានកើតឡើងដោយសារតែអ្នកប្រព្រឹត្តបានបាត់បង់ជីវិតអស់ទៅហើយចម្លើយទាំងអស់នៅតែជាប់គាំងគ្មាននរណាអាចបំភ្លឺបានសូម្បីម្នាក់
បានត្រឹមតែសន្និដ្ឋានព្រាតតាមទស្សនៈរៀងខ្លួនទោះបីជាមនុស្សរស់ដោះស្រាយមិនទាន់បានប៉ុន្តែកម្មពៀនៃអំពើអាក្រក់ច្បាស់ជាតាមលងបន្លាចតបស្នងទៅអ្នកប្រព្រឹត្តវិញជាក់ជាមិនខានទោះបីមនុស្សមិនដឹងប៉ុន្តែខ្មោចដឹង